សម្ដេចតេជោហ៊ុនសែនអញ្ជើញជាអធិបតីក្នុងពិធីសម្ដែងសម្ដារជាមួយមន្ត្រីរាជការនិងអាជ្ញាធរមូលដ្ឋានខេត្តក្រចេះដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈខេត្តក្រចេះនាព្រឹកថ្ងៃច័ន្ទទី6ខែកក្កដាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសម្ដែងសម្ដាលជាមួយសមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ព្រមទាំងមន្ត្រីរាជការនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះពិធីសម្ដែងសម្ដាលនេះរៀបចំឡើងក្នុងគោលបំណងសួរសុខទុក្ខពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនិងពង្រឹងយន្តការការងារដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានព្រមទាំងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងឱកាសដ៏មានសារៈសំខាន់នេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាព្រមទាំងប្រធាននិងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះផងដែរជាមួយគ្នានោះដែរកម្មវិធីក៏បានទទួលស្វាគមន៍វត្តមានរបស់ឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីនេះយោងតាមរបាយការណ៍សង្ខេបជំនួបពិភាក្សានិងសម្ដែងសម្ដាលនេះគឺជាឱកាសដ៏មានតម្លៃក្នុងការរឹតចំណងសាមគ្គីភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការការងាររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយមន្ត្រីរាជការនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់តាមរយៈជំនួបផ្ទាល់នេះថ្នាក់ដឹកនាំអាចស្វែងយល់កាន់តែច្បាស់អំពីវឌ្ឍនភាពការងារបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះនិងការដាក់ចេញនូវទិសដៅការងារទៅមុខដើម្បីធានាថាការផ្តល់សេវារដ្ឋបាលនិងសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះទាំងមូលប្រព្រឹត្តទៅបានកាន់តែល្អប្រសើរមានតម្លាភាពនិងទទួលបានលទ្ធផលខ្ពស់បំផុតជូនសង្គមជាតិធ្វើសេចក្តីរាយការណ៍ពីខ្ញុំបាទ Red D Net កោះឯករាជ្យ